បាទសួស្តីនេះសួរបងបាទជំរាបសួរបាទជំរាបសួរនេះសួរបាទជំរាបសួរបាទជំរាបសួរបងមានរឿងមិនបានបងប្អូនយើងថាតើតលេងឃិចបានគេថាកោសក់ឬមិនគឺគឺមិនទូហុងកុងមែនទេដូចទេខ្ញុំកោតាម idol ខ្ញុំមែនអត់ទេដូចជួហុងកុងមែនទេទូជប៉ុនសោះតានោះតាអីយ៉ាបើចូលសាច់យើងបន្តិចបាទថាសប្តាហ៍នេះទៅប្រកួតឃិចបាទប្រកួតឃិចនៅឯស្ថានីយ៍ទទួលពល5មិនតែយើងឃិចហ្នឹងក៏ការដំបងគេបងផងដែរបាទប្រវត្តិលេងឃិចពីដើមមកបានប្រហែលប្រកួតដែរមើលលើកទី1បាទហេដូចចូលបានជួនម្ដងដែរឬក៏អត់ទេអញ្ចឹងមានតែថ្មីហ្មងបកកេះណាបកកេះអូយយយបងប្អូនប៉ុណ្ណាណៃហេបកកេះទៀតបកកេះហ្មងបកកេះណាបាទតពីបកកេះហើយមានឃើញគ្រូផលីគាត់ពីឃើញណាមានអារម្មណ៍ខឹងគាត់ទៅឃើញអត់ធម្មតាគាត់អ្នកវិភាគកីឡាគាត់វិភាគតាមគាត់មើលឃើញហ្នឹងគាត់មើលឃើញមិនគាត់វិភាគយ៉ាងទៅតែជាស្ដែងចាំមើលលទ្ធផលទាំងអស់គ្នាថាខ្ញុំស្លប់ដោយគាត់និយាយអត់តែបើសិនជាកីឡាករក្នុងវាយខ្ញុំស្លប់មែនខ្លាំងព្រោះខ្ញុំអត់ដែលមានប្រវត្តិស្លប់នៅលើសង្វៀននេះអត់ដែលមានប្រវត្តិទេបាទយកទាំងយើងនិយាយថាមិនបាច់ថានេះគុណខ្មែរយើងស្គាល់តែគុណខ្មែរទេប៉ុន្តែអត់មានកីឡាករណាដែលបើចាញ់គឺយើងចាញ់មែនបាទចាញ់តែរឿងឲ្យបងការប្រកួតចោលដូចបាទធ្វើរាប់បាទតាមរាប់បាទអូយឥឡូវរសជាតិថ្មីរសជាតិឃិចបាទយើងត្រៀមខ្លួនមកប្រហែលភាគរយសម្រាប់ប្រកួតឃិចនៅក្នុងសប្តាហ៍នេះពេញលេងហ៎បងពេញលេងណាបាទបងមានបានយកសិក្សាពីច្បាប់ឃិចដែលយើងទៅវាយកន្លែងណាបានគេហៅថាបានបន្ទុកបានអីយើងយល់ដឹងបានដល់កម្រិតណាសម្រាប់នេះយើងត្រៀមខ្លួនរួចរាល់មែនតែសម្រាប់វិញ្ញាសាឃិចនេះយើងមិនតន់ជាយល់ច្បាស់ប្រហែលទេប៉ុន្តែយើងអាចប្រកួតបានព្រោះដោយសារយើងធ្លាប់មើលការប្រកួតកន្លងមកដែរសិស្សច្បងរៀនច្បងគាត់ប្រកួតដែរចឹងមានន័យថាយើងសិក្សាពីគេដើម្បីយើងយកមកអភិវឌ្ឍខ្លួនឯងមួយសិស្សច្បងដែលគាត់ធ្លាប់ប្រកួតដូចពេជ្រសម្បត្តិអីហ្នឹងណាអញ្ចឹងយើងក៏បានសួរនំគាត់ច្បងគាត់លោកគ្រូក៏បានបន្ថែមចំណុចណាដែលល្អបន្ថែមទៀតបាទមិនដែរអារម្មណ៍នេះដែរពេលដែលយើងមានឈ្មោះប្រកួតឃិចហើយសាវៀនឃិចក៏កើតដំបូងជាសាវៀនធំដែរនេះអារម្មណ៍ថារៀងភ័យអដែរព្រោះដោយសារតែវិញ្ញាថាថ្មីហើយយើងត្រូវជួយជាមួយនឹងជើងខ្លាំងម្ចាស់មេដាយមាសផងដែរជាម្ចាស់មេដាយមាសក្នុងវិញ្ញាសា Kickboxing នឹងតែម្ដងហើយយើងសង្ឃឹមថាយើងនឹងអាចធ្វើបានហើយនឹងយកឈ្នះម្ចាស់មេដាយមាសឲ្យបានហើយទោះបីជាខ្ញុំបកកេះគេជាម្ចាស់មេដាយមាសប៉ុន្តែខ្ញុំមិនដែលខ្លាចរអាមិនដែលញញើតនឹងដៃគូខ្ញុំទេបាទម្សិលមិញនេះឃើញថាមកហើយបាទកីឡាករបាទគេស្ថានដែលគាត់មកម្សិលមិញនេះក៏មានប្រធានសហព័ន្ធអាដាមតាមនេះក៏មានការចូលរួមពីអាដាមហេងសុខនក៏ទទួលកីឡាករនៅឯបលៀនយន្តហោះគឺមកអស់ហើយបាទទាំងដៃគូពេទីទេពទាំងដៃគូវ៉ាន់ថងទាំងដៃគូរបស់បាទទូជីវិតដែលគាត់ធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទហើយសម្រាប់ការប្រកួតនេះឃើញថាបងប្អូនចាប់អារម្មណ៍ខ្លាំងដោយសារប្រកួតឃិចធ្លាប់តែមាននៅស្រុកគេហើយនឹងមាននៅទទួលថោនណាតែគាត់រៀបចំហ្នឹងគឺគាត់រៀបចំរបៀបថាណាសម្រាប់យើងប្រកួតពីនេះប៉ុន្តែសាវៀននេះបើយើងនិយាយចំទៅបើតាមខ្ញុំដឹងគឺគាត់គេថាជាសាវៀនមួយដែលវាទន្ទឹមនឹងសាវៀនធំដែរប៉ុន្តែអនាគតបើតាមខ្ញុំដឹងអាចនឹងមានក្នុងមួយខែម្ដងដោយគេហៅថាដូចសាវៀនមួយទៀតអញ្ចឹងដែលគេកំពុងតែល្បីយើងបើនិយាយចំខ្លួនអញ្ចឹងហ្នឹងហើយអញ្ចឹងតម្លៃនៃកីឡាករអាចនឹងរាប់មើលអានេះបើតាមអារម្មណ៍ហ៊ុនតកងទៅសហព័ន្ធគាត់លើកឡើងណាបាទពេលប្រសិនជាមានកីឡាករតម្លៃរាប់ម៉ឺននៅប្រកួតនៅក្នុងស្រុកខ្មែរយើងសម្រាប់ពីគឺសប្បាយចិត្តមើលទៅគឺសប្បាយចិត្តខ្លាំងដោយសារតែយើងកីឡាករគាត់ខ្មែរយើងមានការប្រកួតបានចឹងហើយជាវិញ្ញាសាថ្មីឲ្យចូលយើងមានបទពិសោធន៍ថ្មីតខ្លួនហើយបានតម្លៃខ្លួនខ្ពស់ទៀតហើយចឹងហើយកីឡាករគឺគាត់មានកម្លាំងចិត្តក្នុងការហ្វឹកហាត់ហើយអ្នកដែលគាត់ចង់ហាត់ហ្នឹងគឺគាត់ដាក់ចិត្តមកហាត់កាន់តែច្រើនអញ្ចឹងអ្នកដែលចូលមកហាត់ហ្នឹងគ្រប់គ្រងគុណខ្មែរឬចម្រើនមានកីឡាករកាន់តែច្រើនសិនជាមានការប្រកួតក្នុងកម្មវិធីច្រើនអញ្ចឹងទៅកីឡាករគាត់មកហាត់ច្រើនគឺមានការប្រកួតអត់ខ្វះហ៎បងអត់ខ្វះគុណខ្មែរក៏បានពីជំរងចូលពីក៏យើងមានស្រាប់ទៀតហើយនេះក៏ថាឃើញការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរបើទីក៏ជាអ្នកអង្គការលៀងនេះក៏គាត់យកចិត្តទុកដាក់ខ្លាំងមែនទែនក៏ឥឡូវក្នុងសប្តាហ៍នេះមានអ្វីផ្ដាំផ្ញើទៅដល់បងប្អូនយើងនៅព្រៃពឺទឹកខ្មៅឲ្យបានចូលរួមទស្សនានៅសាយវៀនគិចដែលកកើតលើកដំបូងដែលនៅឯស្ថានីយ៍ទទួលពល5
បាទសំផ្ដាំផ្ញើទៅដល់បងប្អូនដែលនៅខាងព្រៃកពឹសម្ដុំសង្វេនប៉ុស្តិ៍លេខ5ហ្នឹងបាទកុំភ្លេចចូលរួមទស្សនាបានច្រើនកកនៅថ្ងៃទី15ត្រូវនឹងថ្ងៃសុក្រនេះមានការប្រកួតលក្ខណៈ kickboxing ដែលជាវិញ្ញាសាថ្មីសម្រាប់ខ្ញុំក៏ដូចជាកីឡាករផ្សេងទៀតចូលរួមផងដែរហើយកីឡាករដែលមកប្រកួតជាមួយនឹងយើងនេះគឺសិតតែជាកីឡាករល្អចឹងបងប្អូនមកកុំភ្លេចចូលរួមទស្សនាបានច្រើនកកហើយកុំភ្លេចបាទលើកទឹកចិត្តកីឡាករម្នាក់មួយបាទដើម្បីឲ្យកីឡាករយើងមានកម្លាំងចិត្តក្នុងការប្រកួតឲ្យអស់ពីសមត្ថភាពហើយនឹងធ្វើឲ្យបងប្អូនជួចចិត្តដល់អារម្មណ៍បាទទៅទស្សនាមិនឲ្យខកចិត្តទេហើយបងប្អូនបាទទីធ្លានៅប៉ុស្តិ៍លេខ5ហ្នឹងមិនមែននៅខាងក្នុងទេតែខាងក្រៅបងប្អូនកុំភ្លេចថាកុំគិតថាចូលមើលអត់ចតអស់អីអត់អីទេបាទចូលទៅនៅហូរក្រៅបាទហូរឲ្យមកស្រីហ្មងមានការរៀបចំចាក់គេហៅចាក់ព្រោះចាក់អីមកតាឲ្យអស់ហ្នឹងហើយបាទកុំភ័យព្រួយរឿងទីធ្លាបាទអរគុណច្រើនបាទអរគុណ